ទីតាំងនោះណានេះអូ ស្ដីអូចាស្ដីបងបងមានសំណួរចង់សួរអញមួយយក$20ឬក៏លាបពណ៌សក់ថ្មី អូខ្ញុំយក20 20តាណាយកលុយទៅអីមួយសក់ដល់2ពណ៌កាត់គោមួយសក់យកលេបពណ៌សក់អូខេសួស្ដីមីឡា សួស្ដីបង អូថ្ងៃនេះអញ្ជើញចង់មកធ្វើសេវាកម្មឲ្យគេអូន ចង់មកកាត់សក់ឲ្យស៊ីនឹងតម្រងមុខបងពីមុខរៀងមូល តាមពិតណាទម្រង់មុខមនុស្សយើងមើលតែ3ផ្នែកធំៗឯងទី1ទំហំថ្ងាសទំហំនេះចាំងស្ពាល់ហើយនឹងនេះចការបស់យើងទៅដោយសារតែទំហំបណ្ដោយហើយនឹងទទឹងរបស់អូនស្មើគ្នាគឺយើងចូលប្រភេទទម្រង់មុខមូលអូននឹងស្រាប់ហើយអ្នកដែលគាត់មានទម្រង់មុខមូលហើយខ្លីភាគច្រើនគឺនៅពេលដែលគាត់កាត់សក់គឺយើងធ្វើមិនសេរីឲ្យឃើញទម្រង់របស់គាត់កាន់តែវែង យ៉ាបង ចានៅមេផលគឺយើងមានម៉ូតសក់មួយតបតែចេញថ្មីដូចគ្នាដែលគេហៅថា medium layer haircut អូខេ ចាឥឡូវនេះយើងធ្វើការដាក់កណាត់ worm tone នៅលើស្បែកមុខអូនជាក់ស្ដែងអូនមើលទៅឃើញមិនដែរ មានអារម្មណ៍ថាវាស្អាតដែរប៉ុន្តែវារៀងស្អាតនិយាយថាបង បងប្អូនទាំងគ្នាមើលចាអារម្មណ៍នេះនៅពេលដែលយើងដាក់ cold tone នៅលើផ្ទៃមុខរបស់គាត់ពណ៌ប្រាក់នេះទី1គឺនេះអាស្បែកក្រហមគេហៅថាស្នាមសរសៃក្រហមរបស់យើងហ្នឹងវាអត់សូវឃើញច្បាស់ហើយពេលយើងដាក់ពណ៌មាសមិញគឺឃើញអាស្នាមក្រហមហ្នឹងលោតមកច្បាស់ហ្មង យ៉ាបង អញ្ចឹងប្រភេទពណ៌ស្បែករបស់អូនគឺស័ក្តិសមជាមួយនឹង cold tone ជាងខេមីឡាថ្ងៃហ្នឹងបងមានពណ៌សក់មួយណែនាំទៅអូនបន្ទាប់ពីធ្វើការតេស្តពណ៌ស្បែកហើយពណ៌នេះប្រភេទជាពណ៌បាច់ rose gold ពណ៌ជាងថ្មីដែរអូខេដោយសារតែយើងមើលឃើញសក់អូនរៀងប្រភេទរៀងស្ងួតខ្លាំងដែរចឹងសម្រាប់ពណ៌នេះគឺយើងលាបហាក់អត់ត្រូវលាងសក់អីតែម្ដងអញ្ចឹងចាំមើលយើងមើលទាំងអស់គ្នាក្រោយពេលលាបពណ៌ហើយយើងអាចផ្លេចបានដល់កម្រិតណា អូខេ Hello បង Hello គាត់តែឃើញជាងគាត់កាត់សក់វាលើកមកកាត់សក់ព្រោះយើងស្ដើងហ៎យើងភ័យដែរព្រោះខ្លាចតែកាន់តែច្រើនកាន់តែស្ដើងរីសាលមកមិនដឹងថាពេញចិត្តហ្មងព្រោះពេលដំបូងថាចេះអុយខ្លីក៏អត់ហ៊ានកាត់ដែរព្រោះមុខយើងរៀងខ្លីនៅពេលថាកាត់ខ្លីទៅវាអត់ស៊ីគ្នាហើយសក់ស្ដើងទៀតតែដល់ពេលចេញរីសាលមកមានអារម្មណ៍ថាសក់ច្រើនជាងមុនហ្មងហើយឃើញស្ដាយនេះឆ្លាញ់បើថា I red 9 លើ10ហើយ